សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ដំណើរទស្សនកិច្ចជុំវិញបឹងលំគុតហើយឥឡូវនេះគឺយើងដើរមកដល់ពាក្យកណ្ដាលបឹងនឹងធ្វើការសួរសំណួរទៅកាន់ក្រុមយុវជនដែលមកពីបណ្ដាខេត្តមួយចំនួនមកចូលរួមក្នុងកម្មវិធីបោះជំរំយុវជនអង្គរលើកទី10នៅក្នុងស្រុកលំផាត់ខេត្តរតនគិរីនេះផ្ទាល់ឥឡូវនេះយើងនឹងធ្វើការសម្ភាសជាមួយក្រុមយុវជនដែលគាត់ធ្វើដំណើរទស្សនកិច្ចចង់ដឹងថាតើគាត់រៀនសូត្របានអ្វីខ្លះហើយបន្ទាប់ពីគាត់ទទួលបានទាំងអស់ហ្នឹងហើយតើគាត់នឹងយកតាណាបន្តទៀតកុំឲ្យខាតពេលវេលាយូរយើងនឹងធ្វើការជួបសម្ភាសជាមួយពួកគាត់តែម្ដងសួស្តីបងបងមានឈ្មោះអ្វីដែរបងខ្ញុំឈ្មោះរ៉ែនវិសាលមកពីខេត្តណាខ្ញុំមកពីខាងរតនគិរីខ្ញុំចង់សួរអារម្មណ៍បងនៅពេលដែលបងបានធ្វើដំណើរទស្សនកិច្ចនៅបឹងលំគុតនេះបងមានអារម្មណ៍បែបណាដែរអារម្មណ៍ថាប្លែកហើយមកនឹងទេសភាពហើយនឹងដើមឈើនៅជុំវិញបឹងហើយចុះនៅពេលដែលបងធ្វើដំណើរទស្សនកិច្ចនៅបឹងលំគុតនេះបងរៀនសូត្របានអ្វីខ្លះពីការដំណើរទស្សនកិច្ចនេះស្គាល់នៅចំណេះដឹងបានថ្មីនឹងដើមឈើនិយាយទៅថាក្នុងបឹងនេះរុក្ខជាតិដែលស្ថិតនៅជុំវិញបឹងនេះតែម្ដងណាបាទចាំបងមានតែប៉ុណ្្នឹងទេអរគុណបាទអរគុណច្រើន